បាទគ្រប់ញសុពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបនៃការធ្នាក់យើងធ្វើធ្នាក់តាក់រុយអញ្ចឹងប្រភេទឈើគឺយើងប្រើបែបនេះជាទូទៅយើងអាចចល័តនេះបងប្អូនមានខ្សែចងកន្លែងនេះមួយយើងមកមានតែមួយទេបងប្អូនឃើញទេហើយបន្ទាប់មកអានេះមានមួយដែរអញ្ចឹងអានេះមានមួយហើយយើងបញ្ច្រះចូលគ្នាយើងបញ្ច្រះគ្នាមកវាបានប្រហោងនេះហ่ะអញ្ចឹង1 2 3បើយើងដាក់មួយទៀតមក4បងប្អូនឃើញអញ្ចឹងអាចប្រើខ្សែរឹតពណ៌សហ្នឹងក៏បានដែរហើយប្រហោងវាប៉ិនឈើចាក់ថ្មិញហ្នឹងក៏បានអញ្ចឹងឥឡូវខ្ញុំចង់បង្ហាញចំណុចសំខាន់នៃទាំងអស់នេះមួយទៀតយើងប្រើកស៊ូកងរឹតដោយសារខ្ញុំអត់ទាន់បានរឹតអញ្ចឹងកស៊ូកងយើងធម្មតាយើងរឹតមួយយើងរឹតសងខាងមកដើម្បីជាប់ពេលដែលយើងដកចេញឬយើងត្រូវការកោសពងអីវាអត់លបោតទេប៉ុន្តែបើក្នុងករណីនេះគឺយើងកាន់អត់ជាប់គឺវាលបោតចំណុចមួយទៀតដែលសំខាន់នៅក្នុងរងរុយនោះគឺចំណីធ្នាក់អញ្ចឹងនៅក្នុងចំណីធ្នាក់ខ្ញុំនេះខ្ញុំជាទូទៅខ្ញុំប្រើពពួកបន្លែពពួកផ្លែឈើមានម្នាស់មានខ្នុរមានចេកហើយនឹងប្រភេទផ្លែឈើផ្សេងទៀតយើងផ្អាប់គ្នា 3 4 ថ្ងៃទៅយើងផ្អាប់ចូលគ្នា 3 4 ថ្ងៃយើងប្រើទៅដោះគោជូរក៏បានឬក៏យើងប្រើជាមួយនឹងស្ករល្ងក៏បាន EM ទឹកវីតាមីនអីក៏បានដែរយើងច្បល់ចូលគ្នាហើយយើងទុកមួយធុងពេត្រូឬក៏ច្រើនជាងហ្នឹងឬ4 10ធុងពេត្រូអីទៅសម្រាប់កសិដ្ឋានធំណាយើងយកមកដាក់នៅក្នុងនេះបើសិនជាបងប្អូនអត់មានត្រេដូចខ្ញុំនេះទេអាចប្រើជាមួយនឹងកែស្នោយើងកាត់មកកម្ពស់តែ15អីទៅបានហើយយើងកងដែកដោយសារនេះវាខ្លីជាងត្រេនេះធម្មតាយើងប្រើចេះត្រូវហើយបងប្អូនប៉ុន្តែខ្ញុំដាក់បែបនេះគឺសារអីវាខ្លីជាងអញ្ចឹងជាគៀកនឹងក្លិនចំណីរបស់យើងអញ្ចឹងយើងកងទៅកុំឲ្យវាសើមកាលណាយើងអត់កងទេយើងដាក់លើហ្នឹងវាសើមឈើនេះដល់អានេះវាប៉ះតិចតួចអញ្ចឹងណាអញ្ចឹងវាសើមអញ្ចឹងចំណុចហ្នឹងយើងដាក់មកពេញទៅឲ្យបងប្អូនមើលផងមួយអាទិត្យយើងអាចដូរម្ដងឬក៏យើងថែមអញ្ចឹងដំបូងមិនពេញអញ្ចឹងទេយើងថែមហើយឈើធ្នាក់នេះគឺស្រួលទេយើងដាក់អញ្ចឹងមកបងប្អូនដាក់មកទៅរៀបគ្នាអញ្ចឹងមក4 5អីអញ្ចឹងទៅឬអាចហើយយើងទុកប្រឡោះមកដៃអញ្ចឹងមកថ្នាំងដៃមកច្អល់ដៃមកដើម្បីវាមានប្រហោងរយចូលហើយបងប្អូនឃើញទេនៅពេលដែលវាមានក្លិនណាអញ្ចឹងជៀសវាងយើងប្រើពពួកក្លិនប្រហុកផ្អអីហ្នឹងវាមិនសូវចូលចិត្តទេវាចូលចិត្តបំផុតគឺក្លិនផ្លែឈើចូលចិត្តហើយអានេះជាចំណុចសំខាន់ដែរបងប្អូនឃើញព្រឹកអញ្ចឹងឃើញពងរយអត់នេះសិតតែពងហើយចំណុចនេះក៏ពងដែរហើយឈើនេះខ្លះវាអត់ទាន់មានពងច្រើនទេតែវាមានពងតិចអញ្ចឹងអាដុំផ្សេងខ្ញុំពិនិត្យមើលគឺវាពងច្រើនណាហើយចំណុចមួយទៀតដែលបងប្អូនគួរយកចិត្តដាក់ដែរក្លិនធ្នាក់នេះវាមានគុណប្រយោជន៍មួយទៀតគឺនៅពេលដែលអាតកៅយើងនេះរុយរបស់យើងវាអាចពងតាមនេះឃើញទេមានជាប់អញ្ចឹងទៅវាអាចជាប់តាមឈើហ្នឹងអញ្ចឹងវាញាស់វាធ្លាក់ទៅក្រោមវាមានចំណីស៊ីបងប្អូនឃើញតកៅហ៎អានេះយើងអាចប្រមូលយកទៅចិញ្ចឹមបានអញ្ចឹងជាចំណុចមួយដែលសំខាន់ដែរចំពោះចំណីធ្នាក់អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ចំណីធ្នាក់បងប្អូនរៀបចំមកទី1ធ្វើបន្លែផ្លែឈើហើយតាមរូបមន្តដែលខ្ញុំប្រាប់បើសិនជារៀនមួយខ្ញុំប្រាប់លម្អិតឲ្យខ្ញុំតាមដានទៅលើអាហ្នឹងណាហើយយើងធ្វើធ្នាក់មកយើងកាត់មកនេះទៅតឹង5បដោយចេះអាច30ឬក៏25របស់ខ្ញុំជាទូទៅគឺ30ហើយយើងទៅរៀបចឹងមកគៀកនឹងក្លិនចំណីមកលើមុនយើងប្រើស្បៃឥឡូវខ្ញុំអត់បានប្រើស្បៃទៀតទេព្រោះនៅពេលដែលយើងប្រើស្បៃគ្របអូខេវាអាចមិនឲ្យរុយនឹងចូលទៅក្នុងចំណីនេះបានក៏តែអាពងរុយនេះគឺវាជាប់តាមស្បៃអញ្ចឹងវាធ្វើឲ្យខាតអញ្ចឹងខ្ញុំឈប់ប្រើហើយអញ្ចឹងធ្វើរបៀបនេះគឺយើងចំណេញច្រើនអញ្ចឹងល្ងាចឡើងបងប្អូនគ្រាន់តែប្រមូលហ្នឹងមកយកកោសចេញហើយវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីរបៀបនៃការកោសពងរុយអានេះគឺរបៀបនៃការដាក់ធ្នាក់បាទអរគុណច្រើនអរគុណសម្រាប់ពុកម៉ែបងប្អូនដែលតែងតែជាវពូជហើយនឹងទុកចិត្តទៅលើការបង្រៀនរបស់ខ្ញុំបាទអរគុណច្រើនបាទ